ដំណឹងបុណ្យកឋិនទានខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាជាលោកអាចារ្យគណៈកម្មការនិងជាពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តអង្គែវឧត្តមឃុំថ្មីស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអាស្រ័យដូចបានប្រគេននិងជម្រាបខាងលើខ្ញុំព្រះករុណាយើងខ្ញុំសូមគោរពនិមន្តនិងអញ្ជើញព្រះដេចគុណឯកឧត្តមលោកអុកញ៉ាលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់មេត្តាចូលរួមជាភ្ញៀវកិត្តិយសនិងចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លាហើយអនុមោទនានៅផលឡានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍11រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី18ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីរសៀលជួបជុំពុទ្ធបរិស័ទដើម្បីប្រារព្ធពិធីក្រុងពលីលុះដល់ម៉ោង 4 នាទីរសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ប្រារព្ធបទនមស្ការព្រះរតនត្រ័យសមាទានសិលនិងចម្រើនព្រះបរិត្តសម្ដែងធម៌ទេសនានៅវត្តអង្គកែវឧត្តមលុះព្រឹកឡើងថ្ងៃអាទិត្យ12រោចត្រូវនឹងថ្ងៃទី19ខែឆ្នាំដដែលវេលាម៉ោង 7 នាទីព្រឹកប្រគេនយគូព្រះសង្ឃម៉ោង 10:30 នាទីព្រឹកធ្វើបទនមស្ការសមាទានសិលនិងវេផតអាហារប្រគេនព្រះសង្ឃលុះដល់ម៉ោង 12:30 នាទីរសៀលដង្ហែអង្គឋិនទានប្រទក្សិណជុំវិញព្រះវិហារ3ជុំនិងវេអង្គឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហាយបុណ្យអ្នកផ្ដាំបុណ្យពុទ្ធបរិស័ទចំណោះជើងវត្តចិត្តឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោម